សម្រាប់ក្បាលពោះផ្នែកខាងក្រោមសិតបងប្អូនដែលគាត់សម្រាប់កូនហើយក្តីឬក៏បងប្អូនដែលគាត់អត់ទាន់មានកូនទេក៏ប៉ុន្តែក្បាលពោះដែលនៅខាងក្រោមសិតនេះគឺធំខ្លាំងតែម្ដងអញ្ចឹងលេបបញ្ជាក់បងប្អូនណាទៅលើការហាត់ថ្ងៃនេះមិនមែនផ្ដោតទៅលើតែក្បាលពោះក្រោមសិតតែមួយមុខទេនៅពេលដែលយើងហាត់គឺវាទៅទាំងអស់ទាំងឆ្នូតទាំងខាងលើតែគ្រាន់តែថាពេលដែលយើងហាត់នៅក្នុងថ្ងៃនេះគឺចូលខាងក្រោមនឹងខ្លាំងអូខេព្រោះដោយសារក្បាច់សម្រាប់ក្បាលពោះទូទៅបើសិនជាយើងហាត់លក្ខណៈធម្មតាខាងក្រោមសិតនេះគឺអត់សូវចូលខ្លាំងទេអញ្ចឹងថ្ងៃនេះទៅដុតខ្លែងក្បាលពោះក្រោមសិតជាមួយលេងបងប្អូនគ្នាតើបងប្អូនមានជាមួយនឹងប្រមាណក្បាច់ហាត់ទៅគឺបានផលតែម្ដងតោះបងប្អូនទាំងគ្នាសូមចូលក្បាច់នេះមួយសិនបងប្អូនតោះបងប្អូនទាំងគ្នាដាក់ដៃរបស់យើងច្រត់នៅពីក្រោយខ្លួនរបស់យើងបែបនេះចាហើយធ្វើការលើខ្លួនរបស់យើងមកឲ្យត្រង់ប៉ុណ្នេះប្រឹងក្បាលពោះណាបងប្អូនណាប្រឹងក្បាលពោះតោះ1 2 3យើងស្លឹងទៅលើទៅ4 5 6 7 8 4 10អូខេរួចរាល់តម្លាក់ខ្លួនចុះមួលក៏ដៃបន្តិចសិនដើម្បីសម្រួលចាំចូលទៅក្បាច់បន្ទាប់របស់យើងតើបងប្អូនទាំងគ្នានេះគឺថាពេញលេងហើយអញ្ចឹងគឺយើងអុកម្ដងមកខាងណាបងប្អូនណាតោះអុកផ្លុំតម្លាក់បឺតអូខេ1 2 3 4 5 6 7 8 9 10ទៅមកខាងទៀត1 2 3 4 5 6 7 8 9 10អូនទាំងគ្នាចុកមែនតើចាដឹងថាចូលកន្លែងក្បាលពោះរបស់យើងខាងក្រោមនឹងតែម្ដងតោះចាប់ទី2សុំចូលជាមួយនឹងក្បាច់ទី3បងប្អូនទាំងគ្នាទៅ style មិញតដែរតែគ្រាន់តែថាការបោះជើងរបស់យើងរៀងខុសពីមិញតិចតោះបោះដៃទៅក្រៅដដែលណាបងប្អូនណាតោះគឺយើងលើកជើងតែម្ដងតម្លាក់មកខាងលើកមកខាងអូខេតោះអុកផ្លុំតម្លាក់បឺត1 2 3 4 5 6 7 8 9 10អូនដល់គ្នាសន្ម2ដងឈឺមែនតើតោះគេងខ្លួនទៅនឹងកម្រាលវិញម្ដងបងប្អូនសុំប៉ុណ្នេះចាហើយយើងលើកជើងរបស់យើងមកអុកដែរអូខេអុកផ្លុំតម្លាក់បឺត1 2 3 4 5 6 អូខេសុំដាក់អាវទ្រាប់ខ្នងមួយសិនអត់មានកន្សែងទ្រាប់ទេតើបងប្អូនទៅមកក្បាច់ទៅណាបងប្អូនណាសុំតែលាក់ជើងម្ដងមកខាងបងប្អូនទាំងគ្នាតោះជើងមកខាងយើងបឈរជើងមកខាងយើងតម្លាក់ចំណុចសំខាន់នៅក្នុងក្បាច់នេះបងប្អូនហាមលិខិតខ្នងហៅពីកម្រាលណាបងប្អូនទាំងគ្នាហៅក្បាលពោះរបស់យើងឲ្យចូលមកឆ្អឹងជនីហើយអឹបខ្នងរបស់យើងឲ្យចូលឲ្យជាប់ទៅនឹងកម្រាលអូខេចាលើកមកត្រឹមប៉ុណ្នេះតម្លាក់ហើយលើកមកវិញអុកហើយបងប្អូនកុំភ្លេចប្រឹងក្បាលពោះបន្ថែមតោះអុកផ្លុំតម្លាក់បឺត1 2 3 4 5 6 7 8 9 10
10 11 12 13 14 15 đổ hàng 1 2 3 4 5 6 7 7 4 10 11 12 ok តើបងប្អូនសូម direct តទៅមកក្បាច់ទៅតែម្ដងអូខេចារក្សាក្នុងអបជាប់កាមេរ៉ាក្បាលពោះប្រឹងហឹបឲ្យជាប់ដដែលតោះគឺយើងលើកជើងរបស់យើងមកទាំងពីរអូខេហើយដល់ពេលដែលបងប្អូនទាំងគ្នាតម្លាក់បើពេលដែលលើកមកដល់អុកជាមួយក្បាលពោះយើងមកបងទាំងគ្នាផ្លុំអូខេតោះបើទប់តម្លាក់ពេលដែលមកដល់លើបងប្អូនទាំងគ្នាអុកហើបគូតទៀតទៅបងប្អូនណាតោះបើទប់តម្លាក់ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 4 10 11 12 អូបងប្អូនដល់គ្នាហត់មែនតើបែកញើសខ្ចាយតែម្ដងចាតែបងប្អូនសូមភ្លែងជាមួយខ្ញុំមកក្បាច់ទៀតអូខេបងប្អូនសូមធ្វើការច្រត់កែងដៃចាចុចចុងជើងចំកោងស្លាប់ឲ្យជីវតិចហើយហាប់ក្បាលពួករបស់យើងឲ្យជាប់ឆ្អឹងជលីតោះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 4 10 ok mauវិញបងប្អូនចាច្រត់បើកបាក់ដៃធំទៅចុងជើងតោះតម្លាក់ខ្លួនដៃបើយើងឲ្យអប់ជាប់ជាមួយខ្លួនរុញទៅមុខបើកស្មាពើងទ្រូងវាឡើងលើគឺបតឹងក្បាលពោះរបស់យើងបានល្អចុចចុងជើងអូខេសម្រាប់នៅក្នុងនេះបន្តិចរួចរាល់ចាំបងប្អូនតើគ្នាកុំភ្លេចទៅហាត់ដើម្បីទទួលបានជាមួយនឹងទម្រង់ក្បាលពោះស្អាតហាប់ណែនបាត់ជាមួយនឹងភាពយាធ្លាក់ហើយជួយឲ្យក្បាលពោះរបស់យើងគឺ fit តែម្ដងណាបងប្អូនណាហើយនៅមានចម្កល់បន្ថែមទៅលើការហាត់ប្រាណចាំបានក្បាច់ថ្មីអាចខមមិនក្នុងវីដេអូមួយនេះហើយបងប្អូនគាត់ចង់ចូលទៅក្នុងក្រុមជាមួយអនឡាញបន្ថែមលម្អិតទៅលើរបបអាហារអាចឆាតចូល page បច្ចុប្បន្ននៅមាន promotion កំងផលិតផលគឺបានចូលក្រុម free តែម្ដងណាហត់នឿយនឹងការតែងសាប៊ូកក់សក់មកខុសរហូតប្រើអត់ត្រូវសោះហើយជ្រុះក៏នៅតែជ្រុះកង្កែក៏នៅតែកង្កែប្រេងក៏នៅតែប្រេងបើសិនមកបងកំពុងតែជួបបញ្ហាហ្នឹងអាចមកសាកប្រើឈុតសាប៊ូកក់សក់100 ml ជាមួយខ្ញុំបានបងប្អូនមើលទៅលើសាច់សាប៊ូរបស់គេគឺមានសភាពខាប់ល្អខ្ញុំកក់ចិត្តបងប្អូនទាំងអស់គ្នាមើលជាក់ស្ដែងកាន់តែដាក់ទឹកពពុះកាន់តែបែកច្រើនជាងមុនហើយចំពោះការធ្វើការរបស់សាប៊ូរបស់យើងសម្អាតស្បែកក្បាលបានជ្រៅបំបត្តិទាំងបញ្ហាអង្គែជាមួយនឹងបញ្ហាប្រេងជួយទៅលើការកាត់បន្ថយសក់ជ្រុះហើយជួយទៅលើការបណ្ដុះសក់ថ្មីដុះមកវិញបានលឿនផងដែរបងប្អូនធ្វើការកក់រួចចូលមកដល់វគ្គសំខាន់គឺតាក់ទងទៅលើវគ្គនៃការធ្វើការអប់សក់បងប្អូនសម្រាប់ថ្នាំអប់នេះគឺជាប្រភេទថ្នាំអប់កាត់ស្ប៉ាគឺជាអប់គុណកាត់បងប្អូនអប់ធម្មតាក៏បានចង់ចូលនៅក្នុងម៉ាស៊ីនស្ពងក៏បានបងប្អូនគ្រាន់តែធ្វើការអប់រួចលាងចេញទទួលបានសក់ដែលមានសុខភាពល្អហើយភ្លឺជាងមុនអន់សំពងត្រឹមតែលើកទី1នៅពេលដែលបងប្អូនផ្លុំស្ងួតអញ្ចឹងបងប្អូនមកឈុតនេះគឺជាស្តុកថ្មីរបស់ពីខាងតៃវ៉ាន់សម្រាប់បងប្អូនដែលគាត់កំពុងរងចាំសាប៊ូកក់សក់មេរួមស្តុកថ្មីរបស់ពីខាងតៃវ៉ាន់គឺបានចុះស្តុកហើយណាបងប្អូនអាចឆាតចូលពេកបានចា